សេចក្តីជូនដំណឹងលោកកឹមអតីតកុមារកំព្រាដែលធ្លាប់រស់នៅក្នុងមណ្ឌលសង្គ្រោះខេនាដាហោះប្រកាសរកអ្នកដែលស្គាល់និងធ្លាប់រស់នៅក្នុងមណ្ឌលកាលពីឆ្នាំ1975ខេនាដាហោះគឺជាឈ្មោះរបស់អង្គការសម្រាប់ទទួលកុមារកំព្រាដែលបានបង្កើតឡើងដោយអ្នកស្រី Naomi Bronstein តាំងពីឆ្នាំ1974ខែធ្នូមកម្លេះដែលឥឡូវនេះលោកស្រីបានទទួលមរណភាពហើយកាលពីឆ្នាំ2010កន្លងទៅនេះខេនាដាហោះបង្កើតឡើងដើម្បីជួយសង្គ្រោះកុមារកំព្រាដែលប្រត់ប្រាស់ឪពុកម្ដាយបងប្អូនកុមារដែលត្រូវគេបំបោះបង់ចោលជាដើមនៅពេលដែលបង្កើតបានស្រួលបួលហើយអ្នកស្រី Naomi Bronstein បានបញ្ជូននារីពីរនាក់បងប្អូនឲ្យមកមើលកុមារកំព្រាទាំងនោះដោយនារីទាំងពីរនាក់នេះមានឈ្មោះ Anna អាយុ20ឆ្នាំនិង Alvis អាយុ23ឆ្នាំនារីទាំងពីរនាក់នេះបានស្ម័គ្រចិត្តចាកចេញពីប្រទេសកាណាដាដែលជាប្រទេសកំណើតរបស់ខ្លួនមកធ្វើការនៅប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះកុមារនៅក្នុងទីក្រុងភ្នំពេញយើងនេះនៅក្នុងប្រទេសកម្ពុជាខេនាដាហោះមាន2កន្លែងទី1គឺនៅទីក្រុងភ្នំពេញម្ដុំចង្ការមននិងទី2នៅខេត្តកោះកុងនៅពេលដែលអាណានិងអាល់វីសមកដល់ជាលើកដំបូងរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពួកនាងនាំក្មេងៗទៅរស់នៅក្នុងមណ្ឌលខេនាដាហោះនោះទេព្រោះតែប្រទេសកំពុងតែគ្មានសន្តិសុខគឺពួកគេបានបញ្ជូនពួកនាងនិងកុមារទាំងនោះឲ្យទៅរស់នៅក្នុងសន្តាគារលើភ្នំមួយរយៈដែលសប្តាហ៍ថ្ងៃនេះជាសន្តាគាររ៉ូយ៉ាល់បន្ទាប់ពីរស់នៅក្នុងសន្តាគារលើភ្នំបាន2ទៅ3សប្តាហ៍ហើយទើបពួកគេបានបញ្ជូនអេណានិងអាល់វីសរួមទាំងក្មេងៗឲ្យទៅរស់នៅក្នុងមណ្ឌលសង្គ្រោះខេនាដាហោះវិញនៅពេលដែលទៅដល់ទីនោះអេណានិងអាល់វីសបានជួលទាហានការពារអ្នកមើលថែក្មេងនិងអ្នកធ្វើម្ហូបជាច្រើនអ្នកដោយសារតែប្រទេសអសន្តិសុខដោយមានការឈ្លានពានពីពួកខ្មែរក្រហមអេណានិងអាល់វីសរួមទាំងអ្នកផ្សេងទៀតនៅក្នុងមណ្ឌលរស់នៅទីនោះបានត្រឹមតែរយៈពេល75ខែប៉ុណ្ណោះនៅថ្ងៃទី12មេសាពួកជនបរទេសត្រូវបានគេជម្លៀសចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់នៅសល់តែជនជាតិបារាំងប៉ុណ្ណោះនៅពេលនោះស្ថានទូតបារាំងបានផ្ញើសម្បត្តិទៅឲ្យអេណានិងអាល់វីសឲ្យចាក់ចេញពីប្រទេសកម្ពុជាប៉ុន្តែពួកនាងមិនព្រមចាក់ចេញនោះទេដោយនឹកស្រណោះក្មេងកំព្រាដែលគួរឲ្យអាសូរទាំងនេះប៉ុន្តែនៅក្នុងខែមេសាដដែលនោះពួកខ្មែរក្រហមបានចូលមកក្នុងរាជធានីភ្នំពេញកាន់តែគៀកទៅបណ្ដាលឲ្យប្រជាជនមានការភ័យខ្លាចគ្រប់គ្នាអេណានិងអាល់វីសក៏បានសម្រេចចិត្តចាក់ចេញពីប្រទេសកម្ពុជាយ៉ាងតក់ក្រហល់បំផុតសកម្មភាពនៃការចាក់ចេញនេះបានលឺទៅដល់ម្ដាយរបស់អេណានិងអាល់វីសហើយអ្នកស្រីក៏បានធ្វើការទំនាក់ទំនងទៅអ្នកស្រី Naomi Bronstein ដើម្បីជួយសង្គ្រោះកូនរួមទាំងកុមារកំព្រាទាំងនោះដែលនៅក្នុងនោះមានកុមារកំព្រាជនជាតិវៀតណាម10នាក់និងកុមារកំព្រាជនជាតិខ្មែរ45នាក់សរុបមាន55នាក់នៅពេលដែលអាណានិងអាល់វីសរួមទាំងក្មេងៗមកដល់សេកុងបាន10ថ្ងៃពួកគេកំពុងតែត្រៀមឡើងយន្តហោះទៅប្រទេសកាណាដាស្រាប់តែមានគេមកខាត់ពួកនាងឲ្យរងចាំ2ថ្ងៃទៀតរំពេចនោះយន្តហោះដែលត្រៀមដឹកអេណានិងអាល់វីសបានហោះចេញទៅមិនបានប៉ុន្មានផងក៏ធ្លាក់ចុះមកវិញបណ្ដាលឲ្យស្លាប់មនុស្សប្រហែលជាង100នាក់ដែលធ្វើឲ្យពួកនាងស្រក់ទឹកភ្នែកនឹកស្រណោះដល់អ្នកដែលរងគ្រោះទាំងនោះរំលងបានជា2ថ្ងៃក្រោយមកយន្តហោះដែលអេណានិងអាល់វីសកំពុងរងចាំក៏បានមកដល់ពិតប្រាកដមែនក្នុងនោះមានម្ដាយរបស់អេណានិងអាល់វីសរួមទាំងអ្នកស្រី Naomi Bronstein ផងដែរនៅពេលដែលអេណានិងអាល់វីសក្រឡេកទៅមើលក្នុងយន្តហោះធ្វើឲ្យពួកនាងសប្បាយចិត្តឥតឧបមាព្រោះតែបានជួបជាមួយអ្នកមានគុណនិងអ្នកស្រី Naomi Bronstein បើសិនជាយើងក្រឡេកមកដល់ពេលនេះគឺរំលងបានជា36ឆ្នាំមកហើយកុមារកំព្រាទាំង55នាក់នោះមានជីវិតរស់នៅនិងមានអនាគតភ្លឺស្វាងយ៉ាងត្រចះត្រចង់គ្រប់គ្នាផងដែរដោយអ្នកខ្លះបានរស់នៅក្នុងប្រទេសកាណាដាហើយអ្នកខ្លះទៀតក៏បានទៅរស់នៅប្រទេសផ្សេងទៀតបើសិនជាក្រឡេកមកមើលពេលនេះគឺរំលងបានជាង36ឆ្នាំមកហើយកុមារកំព្រាទាំង55នាក់នោះបានមានជីវិតរស់នៅនិងមានអនាគតភ្លឺស្វាងយ៉ាងត្រចះត្រចង់ផងដែរចំណែកឯលោកកឹមដែលជាកូនខ្មែរនិងជាកុមារកំព្រានៅក្នុងចំណោមក្មេងទាំង55នាក់នេះលោកកំពុងតែត្រៀមវិលមកប្រទេសកម្ពុជាវិញដើម្បីចង់ដឹងអំពីសុខទុក្ខប្រទេសកំណើតរបស់ខ្លួនអ្វីដែលពិសេសលើពីនេះគឺលោកមានបំណងចង់ស្វែងរកអ្នកដែលស្គាល់និងធ្លាប់រស់នៅក្នុងមណ្ឌលសង្គ្រោះខេនាដាហោះទាំងអស់វិញដើម្បីមកជួបជុំគ្នាសារជាថ្មីម្ដងទៀតដូច្នេះលោកយាយលោកតា
ដែលធ្លាប់បានរស់នៅក្នុងមណ្ឌលសង្គ្រោះកាណាដាហោះនៅក្នុងឆ្នាំ1974និងឆ្នាំ1975ទាំងអស់មកធ្វើការទំនាក់ទំនងតាមរយៈការិយាល័យកោះសន្តិភាពកុំបីខានសម្រាប់ពេលនេះនាងខ្ញុំសុគន្ធាសូមអរគុណសូមជម្រាបលា